ពាក្យចាស់លោកតែនិយាយថាអញ្ចេះនៅពេលដែលយើងធ្វើទង្វើល្អទៅដាក់ណាម្នាក់ទោះអ្នកនោះមិនសងគុណជាវិញក៏មានអ្នកផ្សេងសងគុណយើងដែរសួស្ដីជំរាបសួរបងប្អូនទាំងអស់គ្នានិយាយទៅខ្ញុំមកនៅឥណ្ឌា3-4ឆ្នាំខ្ញុំមិនដែលបានជួបជនជាតិខ្មែរទេបងប្អូនដល់ពេលខ្ញុំមកហៅថាផលិតវីដេអូអញ្ចឹងក៏ខ្ញុំស្គាល់មានតំណែងខ្មែរមកនៅឥណ្ឌាឡើងច្រើនប៉ុន្តែថងទោះថាយើងនៅរដ្ឋផ្សេងគ្នាអញ្ចឹងណាព្រោះនៅឥណ្ឌាវាធំអញ្ចឹងហើយសូម្បីតែនៅរដ្ឋជាប់គ្នាក៏យើងត្រូវចំណាយពេលមួយថ្ងៃវាយប់ជិះត្រេនឬក៏ជិះឡានអញ្ចឹងទៅបងប្អូនថ្ងៃហ្នឹងដូចខ្ញុំស្គាល់បងស្រីម្នាក់តាមទូរស័ព្ទតាមអនឡាញហ្នឹងក៏ណាត់ជួបគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងហើយក៏ខ្ញុំមកលេងនៅរដ្ឋគាត់ហើយពីផ្ទះខ្ញុំនិងរដ្ឋគាត់គឺឆ្ងាយគ្នាខ្លាំងមែនតើបងប្អូនមិនឆ្ងាយធម្មតាទេណាអញ្ចឹងខ្ញុំចំណាយនេះខ្ញុំជិះយន្តហោះផងខ្ញុំមកពីព្រឹកខ្ញុំមកដល់ល្ងាចអញ្ចឹងណាព្រោះធម្មតាយើងចេញមកប្រទេសអញ្ចឹងទៅយើងចាំឡានចាំជើងយន្តហោះតម្រាំបើមកដល់ផ្ទះម៉ោង7-8យប់អញ្ចឹងទៅខ្ញុំចេញពីផ្ទះម៉ោង8ព្រឹកមកដល់នេះម៉ោង8យប់អញ្ចឹងណាប៉ុន្តែមិនទៀតថ្មីទេបងប្អូនដោយសារយើងចង់រាប់រកគ្នាយើងសញ្ជាតិដូចគ្នាអញ្ចឹងហើយយើងនៅក្រៅអញ្ចឹងយើងនៅក្រៅប្រទេសអញ្ចឹងទៅចេះស្កាត់រកគ្នាអញ្ចឹងហើយការធ្វើដំណើររបស់ខ្ញុំព្រលឹមឡើងប្តីខ្ញុំគាត់ជូនមកតាមឡានតាមម៉ូតូទេបងប្អូនតែយើងគ្មានឡានអីចឹងណាចឹងក៏យើងជិះឡានក្រុងតចឹងទៅហើយពលានយន្តហោះនេះគឺខ្ញុំជិះពលានឆ្ងាយតិចបងប្អូនចំណាយពេល2-3ម៉ោងមកដល់កន្លែងពលានចឹងហើយនេះគឺសបុតឡានបងប្អូនហើយបងស្រីគាត់បានប្តីជនជាតិឥណ្ឌាដូចតែខ្ញុំប៉ុន្តែគាត់មានសំណាងប្តីគាត់ទូធាចឹងគាត់មានអូតែលមានទេសនាមានផ្ទះច្រើនកន្លែងមានរោងចក្រអញ្ចឹងក៏គាត់អញ្ជើញខ្ញុំមកលេងកន្លែងគាត់ហើយការខ្ញុំដើរលេងកន្លែងគាត់នេះនិយាយទៅមិនត្រឹមដល់អាហារហូបចុកកន្លែងស្នាក់នៅទេបងប្អូនសំបីសបុតចន្ទហោះក៏ចេញឲ្យដែរអញ្ចឹងហើយខ្ញុំមានពាក្យអ្វីក្រៅពីពាក្យអរគុណបងស្រីបងប្រុសជូនពរបងរកស៊ីមានបានមុខរបរជារកកបទៅមុខអញ្ចឹងណាតែខ្ញុំមិនមកលើកនេះមិនមែនថាជួយបងស្រីម្នាក់ទេមានខ្មែរម្នាក់ទៀតមកដែរនិយាយទៅថ្ងៃអាទិត្យបានគាត់មកដល់និយាយទៅយើងស្កាត់ជួបគ្នាថាយើងរាប់អានគ្នាអញ្ចឹងបងប្អូនដោយសារដឹងស្រាប់ថាយើងនៅខ្មែរនៅឥណ្ឌាវិតិវាមិនមានច្រើនដោយពួកដែលថាគាត់ដែលនៅបារាំងនៅអាមេរិកជនជាតិខ្មែរច្រើនហើយទៅកម្រជួបតែម្ដងអញ្ចឹងបានស្កាត់ជួបគ្នាបានតែ3នាក់ទេប៉ុន្តែអនាគតទៅមុខសង្ឃឹមថាមានជនជាតិខ្មែរបើច្រើនរស់នៅឥណ្ឌាអញ្ចឹងខ្ញុំនឹងវាជាបង្កើតជាសហគមន៍ខ្មែរអញ្ចឹងណាបងប្អូនហើយការធ្វើដំណើររបស់ខ្ញុំនេះមកលេងនៅរដ្ឋឆាណៃហើយពេលដែលខ្ញុំមកដល់រដ្ឋឆាណៃព្រាមហ្នឹងផ្ទះគាត់នៅឆ្ងាយពីទីក្រុងគេប្រហែលជា100គីឡូជាងអញ្ចឹងត្រូវជិះតាក់ស៊ីតអញ្ចឹងណានៅពេលដែលខ្ញុំមកដល់រដ្ឋឆាណៃនេះវាខុសពីរដ្ឋខ្ញុំខ្លាំងមែនតែនត្រង់ថាប្រជាជនចូលចិត្តប្រើផ្កាធម្មជាតិជាពិសេសនោះផ្កាម្លិះមកដល់សក់ដល់អីអញ្ចឹងណាអញ្ចឹងសូម្បីតែកងឡានក៏គាត់ចូលចិត្តប្រើផ្កាម្លិះដែរបងប្អូនហើយអ្វីដែលខ្ញុំបានឃើញប្លែកហ្នឹងគឺដើមត្នោតបងប្អូនពលរដ្ឋញ៉ៅមានដើមត្នោតទេនៅនេះខ្ញុំឃើញមានដើមត្នោតមានដើមស្ដៅអញ្ចឹងណាចាំមើលស្អែកខ្ញុំមានឱកាសខ្ញុំដើរថតឲ្យហាទីក្រុងចែកជូនបងប្អូនទស្សនាទៀតហើយថ្ងៃហ្នឹងក៏ខ្ញុំបានផុសថ្ងៃហ្នឹងក៏បានផុសវីដេអូពេលល្ងាចបងប្អូនរវល់ធ្វើដំណើរអញ្ចឹងណាហើយសង្ឃឹមថាបងប្អូនជួយគាំទ្រវីដេអូខ្ញុំផងខ្ញុំនឹងថតអ្វីថ្មីប្លែកទីផ្សារខ្ញុំមានថវិកាមានពេលវេលាខ្ញុំទៅថតរត់ផ្សេងអញ្ចឹងហើយនេះគឺជាផ្ទះរបស់គាត់និយាយទៅល្ងាចឡើងយើងជួយជុំគ្នាអញ្ចឹងទៅយើងរៀបចំអាហារពេលល្ងាចជាអាហារខ្មែរទេអញ្ចឹងនិយាយថាអាហារខ្មែរមកជាហៀងតុកអញ្ចឹងទៅមកជាងតុកទៀតអាហារជនជាតិឥណ្ឌាប្តីគាត់ហ្នឹងណាអញ្ចឹងអាហារខ្មែរមានឆារណងមានស្លម្ជូរត្រីអញ្ចឹងទៅហើយនឹងមានសាច់ក្រកហើយក៏មានជ្រក់សក់ស្រូវតាមដងនិយាយទៅខ្ញុំអាចស្វែងរកម្ហូបខ្មែរនៅទីនេះពេញធឹងតាមដងបងប្អូនហើយវីដេអូខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបើស្រឡាញ់ចូលចិត្តជួយ like ជួយ follow page ម្នាក់មួយផង see you ในវីដេអូអរគុណជម្រាបលាបាយបងប្អូនអាចផលិតស្បែកមុខខ្ញុំបានមុនខ្ញុំប្រើផលិតផលលេអរគុណជាលេរបស់ប្រទេសកូរ៉េអញ្ចឹងខ្ញុំប្រើបានរយៈពេល2អាទិត្យបងប្អូនអ្នកឃើញស្បែកមុខខ្ញុំប្លែកអត់លឺថ្លារលោងទុនមានសំណើមមុនក៏បាត់ជាប់ក៏បាត់មុខឡើងស្រាយក្រហមក៏បាត់អរគុណហ្នឹងមិនមែនតែជួយតែប៉ុណ្្នឹងទេបងប្អូននិយាយទៅជួយដោះស្រាយរាល់បញ្ហាស្បែកមុខតែម្ដងចាំឱកាសទៀតបងប្អូនប្រើលេអរគុណជាមួយខ្ញុំ